តែធ្លាប់មានអារម្មណ៍បែបនេះទេមុនបើក Facebook ឬក៏ TikTok ជីវិតយើងធម្មតាសប្បាយធម្មតាអត់មានអីកើតឡើងសោះតែដល់បើកមកឃើញគេផុសទិញឡានថ្មីគេទិញផ្ទះថ្មីគេដើរលេងក្រៅប្រទេសស្រាប់តែមានអារម្មណ៍ថាហេតុអ្វីជីវិតខ្ញុំមិនដូចគេតែចង់សួរថាយើងកំពុងប្រៀបធៀបដើម្បីអ្វីយើងឃើញអ្វីដែលគេជោគជ័យប៉ុន្តែយើងមិនបានឃើញអ្វីដែលគេបរាជ័យគេខ្ចីបំណុលធនាគារឬរឿងជាច្រើនទៀតដែលគេមិនបានបង្ហោះឲ្យយើងឃើញនៅលើបណ្ដាញសង្គមហើយសំខាន់ជាងនេះទៅទៀតយើងកំពុងតែយកជីវិតរបស់យើងទៅប្រៀបធៀបតែផ្នែកមួយនៃជីវិតអ្នកដទៃការប្រៀបធៀបមិនមែនសុទ្ធតែអាក្រក់ទេបើយើងប្រៀបធៀបដើម្បីរៀនវាអាចជួយឲ្យយើងរីកចម្រើនប៉ុន្តែបើយើងប្រៀបធៀបដើម្បីវាស់ថាខ្ញុំមានតម្លៃតិចជាងគេមានតម្លៃទាបជាងគេនោះហើយជាការប្រៀបធៀបដែលធ្វើឲ្យយើងឈឺចាប់ដូច្នេះមុនប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃត្រូវសួរខ្លួនឯងមួយសំណួរសិនខ្ញុំកំពុងប្រៀបធៀបដើម្បីរៀនដើម្បីឲ្យប្រសើរឡើងឬដើម្បីធ្វើឲ្យខ្លួនឯងឈឺចិត្តមនុស្សកើតទុក្ខក៏ដោយសារប្រៀបជីវិតខ្លួនជាមួយជីវិតអ្នកដទៃ